ផ្នែកទី9ការធ្វើទំនើបកម្មនៅក្នុងរាជលួងនរោត្តមលួងស៊ីសុវត្ថិនិងលួងមុនីវង្សនៅឆ្នាំ1866ដោយមានការផ្ដួចផ្ដើមគំនិតពីរេស៊ីដង់បារាំងឌូដាដឺឡាក្រេព្រះបាទនរោត្តមបានបដូររាជធានីពីឧដុង្គមកភ្នំពេញប៉ុន្តែតតែមកដល់ឆ្នាំ1897ទើបបារាំងចាប់ផ្ដើមធ្វើការកែតម្រង់សំខាន់ការរៀបចំមុខមាត់ថ្មីនៃប្រទេសកម្ពុជាតាមព្រះរាជក្រឹត្យចុះថ្ងៃទី11ខែកក្កដាឆ្នាំ1897បានជួបនឹងឧបសគ្គច្រើនណាស់ព្រះបាទនរោត្តមបានចាត់វិធានការធំមួយចំនួនតាមសេចក្តីស្នើសុំពីទេសាភិបាលបារាំងប៉ូលឌូមែនៅក្នុងវិស័យរដ្ឋបាលព្រះអង្គបានបែងចែកនិងកំណត់អំណាចព្រមទាំងសមត្ថកិច្ចផ្សេងទៅតាមទស្សនាទានបារាំងនៅឆ្នាំ1901បារាំងបានសាកល្បងបង្កើតឃុំប៉ុន្តែនៅចន្លោះឆ្នាំ1902ដល់ឆ្នាំ1908ឃុំនៅតែគ្មានអថេរភាពដដែលទាល់តែចាប់ពីថ្ងៃទី5ខែមិថុនាឆ្នាំ1908ទៅនៅក្នុងរាជលួងស៊ីសុវត្ថិទើបការរៀបចំឃុំបានចាប់ផ្ដើមដោយអនុលោមទៅតាមព្រះរាជក្រឹត្យមួយដែលលុបតួនាទីចៅហ្វាយស្រុកចោលគោលដៅនៃការបង្កើតឃុំគឺដើម្បីសម្រួលដល់ការទារពន្ធដារផងហើយបង្កើតថវិការដ្ឋតែមួយឲ្យបានច្បាស់លាស់ផងទន្ទឹមនឹងនោះរបបទេសភាពក៏បានត្រូវលុបបំបាត់ចោលដែរអ្នកបម្រើរបស់ស្ដេចដែលនៅឆ្នាំ1890មានចំនួនដល់ទៅ 7,500 នាក់នៅក្នុងនោះមានទាសាទាសី500នាក់ក៏បានត្រូវបារាំងកាត់បន្ថយដែរនៅក្នុងផែនការប្រែក្លាយរាជធានីភ្នំពេញឲ្យទៅជាទីក្រុងទំនើបមួយជាមជ្ឈមណ្ឌលនយោបាយរដ្ឋបាលនិងសេដ្ឋកិច្ចដ៏សមរម្យបារាំងបានជីកព្រែកមួយប្រវែងជាង3គីឡូម៉ែត្រនៅកណ្ដាលទីក្រុងដើម្បីយកដីទៅចាក់បំពេញថ្លុកបឹងបួផងហើយដើម្បីឲ្យទូកចេញចូលដឹកទំនិញសពសារពើបានស្រួលផងគឺនៅសម័យនោះហើយដែលគេចាប់សង់ផ្ទះថ្មដ៏ល្អតាមរចនាបថបារាំងខ្លះតាមទំនងស្ថាបត្យកម្មខ្មែរបុរាណខ្លះដូចជាព្រះរាជវាំងនិងសារមន្ទីរ Albercero ជាដើមព្រះរាជវាំងបានត្រូវបារាំងសាងសង់តាំងពីពាក់កណ្ដាលសតវត្សទី19មកប៉ុន្តែទាល់តែមកដល់ឆ្នាំ1919ទើបបានត្រូវសម្ពោធឈ្មួញចិននាំគ្នារៀបចំតាំងហាងលក់ដូរប្រងព្រាតដើម្បីសម្រួលដល់ការតាក់ទងរវាងទីក្រុងសាយហ្គននិងទីក្រុងភ្នំពេញបារាំងបានសាងថ្នល់ចក្រកៅស៊ូមួយប្រវែង100គីឡូម៉ែត្រតភ្ជាប់ទីក្រុងទាំងពីរនេះរីឯផ្លូវថ្នល់ភ្នំពេញកំពតហាទៀងដែលចាប់ផ្ដើមស្ថាបនាតាំងពីឆ្នាំ1897មកបានត្រូវអូសបន្លាយរហូតដល់ឆ្នាំ1910គឺអស់រយៈពេល13ឆ្នាំទើបបានធ្វើចប់សពគ្រប់ផ្លូវនេះមានប្រវែង152គីឡូម៉ែត្រកិច្ចការទាំងឡាយដែលបារាំងធ្វើនៅពេលនោះគឺមានគោលដៅរៀបចំលំហភូមិសាស្ត្រនយោបាយមួយសម្រាប់ពង្រឹងឥទ្ធិពលរបស់គេតាំងពីឆ្នាំ1887មកបារាំងបានខិតខំធ្វើយ៉ាងណាបញ្ចូលប្រទេសកម្ពុជាប្រទេសលាវនិងប្រទេសវៀតណាមទៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រនយោបាយនេះដែលគេហៅថាសហភាពឥណ្ឌូចិនបារាំងដើម្បីឈានទៅបង្កើតសហព័ន្ធឥណ្ឌូចិនតែម្ដងដោយគេមិនអាចកាត់ផ្ដាច់ប្រទេសកម្ពុជាពីប្រទេសសៀមបាននៅឆ្នាំ1932ដល់ឆ្នាំ1933បារាំងក៏សម្រេចសាងសង់ផ្លូវរទេះភ្លើងតភ្ជាប់ទីក្រុងភ្នំពេញនិងអារ៉ាញ់នៅជិតព្រំប្រទល់ថៃក្រៅពីផ្លូវគមនាគមន៍ជាយុទ្ធសាស្ត្រនេះបារាំងបានសាងសង់ផ្លូវជាតិមួយចំនួនទៀតដូចជាផ្លូវភ្នំពេញបាត់ដំបងភ្នំពេញតាកែវភ្នំពេញកំពង់ស្ពឺជាដើមផែនការកសាងផ្លូវថ្នល់ផ្សេងទៀតត្រូវទុកចោលដោយមូលហេតុខ្វះថវិកាគ្រាន់តែផ្លូវទាំងនោះសាងសង់ហើយភ្លាមក្រុមហ៊ុនដឹកជញ្ជូនចិនក៏កើតឡើងប្រងព្រាតភ្លាមដែរនៅឆ្នាំ1918រថយន្តឈ្នួលសម្រាប់ដឹកអ្នកដំណើរមានចំនួន15សកម្មភាពសេដ្ឋកិច្ចក៏ចាប់ផ្ដើមរីកចម្រើននៅក្នុងក្របខ័ណ្ឌនៃនយោបាយទំនើបកម្មនេះទន្ទឹមនឹងការទារពន្ធដារយ៉ាងសន្ធឹកសន្ធាប់បារាំងក៏លើកកម្ពស់ជីវភាពប្រជាជនដែរប៉ុន្តែមិនសូវខ្លាំងក្លាប៉ុន្មានដូចនៅស្រុកយួនទេគឺមានតែមន្ទីរពេទ្យ2ប៉ុណ្ណោះ
នៅក្នុងវិស័យយុត្តិធម៌ទាល់តែមកដល់ឆ្នាំ1922ទើបអំណាចតុលាការត្រូវកាត់ផ្តាច់ចេញពីអំណាចរដ្ឋបាលតាំងពីពេលនោះមកចៅហ្វាយខេត្តត្រូវប្រគល់ការកាត់ក្តីទៅឲ្យតុលាការដែលស្ថិតនៅក្រោមអំណាចរបស់ចៅក្រមបារាំងម្នាក់ដើម្បីសម្រួលកិច្ចការក្នុងវិស័យនេះអ្នកឯកទេសបានចងក្រងសៀវភៅច្បាប់និងបទបញ្ញត្តិផ្សេងៗដូចជាច្បាប់រដ្ឋប្រវេណីច្បាប់ព្រហ្មទណ្ឌជាដើមសៀវភៅទាំងនេះបានត្រូវបោះពុម្ពផ្សាយជាលើកដំបូងបង្អស់នៅឆ្នាំ1912ការកែទម្រង់ដែលបារាំងបានធ្វើនៅក្នុងរាជលួងនរោត្តមនិងលួងស៊ីសុវត្ថិមានច្រើនណាស់ប៉ុន្តែការកែទម្រង់ដែលសំខាន់ជាងគេគឺការបង្កើតកម្មសិទ្ធិឯកជននេះជារឿងមួយថ្មីចំពោះខ្មែរដែលធ្លាប់តែយល់ថាដីធ្លីជាកម្មសិទ្ធិរបស់ស្ដេចផែនដីនៅចន្លោះឆ្នាំ1884ដល់ឆ្នាំ1912ការដែលបារាំងខិតខំនាំរបបសេដ្ឋកិច្ចសេរីនិយមនេះមកដាក់នៅស្រុកខ្មែរគឺគេមានគោលបំណងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់គេផ្ទាល់នៅក្នុងតំបន់ឥណ្ឌូចិនការរៀបចំរចនាសម្ព័ន្ធនេះបាននាំមកនូវភាពច្របូកច្របល់និងបញ្ហាស្មុគស្មាញក្រៃលែងសម្រាប់សម្រួលទៅបរទេសក្តាប់សេដ្ឋកិច្ចខ្មែរទាំងអស់ខ្មែរភាគច្រើនដែលធ្លាប់រាប់អានញាតិមិត្តជិតឆ្ងាយយកអាសាគ្នាទៅវិញទៅមកមានការពិបាកយ៉ាងខ្លាំងក្នុងការអនុវត្តគោលការណ៍សេដ្ឋកិច្ចនេះបារាំងគេថានេះមកតែពីខ្មែរកាន់លទ្ធិពុទ្ធសាសនាតាមការពិតខ្មែរកាន់ពុទ្ធសាសនាមែនប៉ុន្តែគេក៏ជាអ្នកដែលមិនបោះបង់ចោលអត្ថប្រយោជន៍លោកីសច្ចៈដែរនៅតាមស្រែចម្ការក្រៅពីពុទ្ធសាសនាគេជឿអរិយអ្នកតាដែលគ្មានប្រព័ន្ធទស្សនវិជ្ជាអ្វីជ្រៅជ្រះទោះជាយ៉ាងណាក្តីការអនុវត្តគោលការណ៍ច្បាប់តាមបែបផែនលទ្ធិមូលធននិយមដែលបារាំងបាននាំចូលមកនេះមានអំណោយផលជាពិសេសសម្រាប់អ្នកដែលជោគជាំទៅដោយទស្សនវិជ្ជាកុងជូព្រមទាំងសាសនាផ្សេងៗទៀតកាលពីពេលមុនខ្មែរធ្លាប់មានស្ដេចជាអ្នកគ្រប់គ្រងទឹកដីស្ដេចឲ្យអ្វីក៏ចេះតែយកទៅហើយស្ដេចយកអ្វីទៅវិញក៏មិនតវ៉ាអ្វីដែរដីស្រែដែលស្ដេចប្រទានឲ្យមិនអាចយកទៅលក់ដូរបានទេគឺត្រូវប្រគល់ទៅឲ្យស្ដេចវិញបើមិនព្រមយកទៅបង្កបង្កើនផលទេនោះបើម្ចាស់ដីស្រែស្លាប់ប្រពន្ធកូនដែលជាអ្នកទទួលមរតកពលបើគ្មានអ្នកទទួលមរតកទេនោះស្ដេចយកដីនោះទៅវិញនៅក្នុងក្របខ័ណ្ឌនៃការប្រណាំងប្រជែងតាមបែបបទនៃច្បាប់បារាំងខ្មែររត់តាមចិនមិនទាន់ទេខ្មែរជាផលិតកររីឯចិនជាអ្នកលក់ដូរផលិតផលខ្មែរចង់បានប្រាក់ប៉ុន្មានយកទៅធ្វើបុណ្យទានក៏ចិនឲ្យខ្ចីដែរតែត្រូវសងវិញមួយທາງជាពីរທາງស្រូវនៅទីបំផុតអ្នកស្រែចម្ការលក់កម្មសិទ្ធិរបស់គេអស់ហើយដើរផ្សងព្រេងតាមទីក្រុងដូច្នេះឃើញថាតាមរយៈកែទម្រង់នេះអ្នកទទួលផលល្អគឺមានតែបារាំងនិងចិនប៉ុណ្ណោះជនជាតិចិននៅស្រុកខ្មែរមានតាំងពីសតវត្សទី13មកប៉ុន្តែនៅឆ្នាំ1874កាន់តែមានចំនួនច្រើនថែមទៀតគឺ 10% នៃចំនួនប្រជាជនខ្មែរទូទាំងប្រទេសតាំងពីពាក់កណ្ដាលសតវត្សទី19មកជនជាតិចិននៅកម្ពុជាក្តាប់វិស័យពាណិជ្ជកម្មវិស័យដឹកជញ្ជូនសឹងតែទាំងអស់រួមបញ្ចូលទាំងសិប្បកម្មទីក្រុងផងទៀតនៅក្នុងវិស័យអប់រំនិងសិក្សាធិការមុនឆ្នាំ1927ខ្មែរយើងរៀនសូត្រតាមសាលាវត្តប៉ុន្តែចាប់តាំងពីឆ្នាំនោះមកសាលាវត្តទាំងនោះបានត្រូវកែទម្រង់រៀបចំខ្លួនដើម្បីបោះជំហានឆ្ពោះទៅរកភាពសម័យទំនើបរីឯវិទ្យាល័យស៊ីសុវត្ថិគឺសម្រាប់តែកូនមន្ត្រីបារាំងនិងមន្ត្រីខ្មែរប៉ុណ្ណោះតតែមកដល់សម័យសង្គមរាស្ត្រនិយមរបស់សម្ដេចនរោត្តមសីហនុទើបអនុវិទ្យាល័យនិងវិទ្យាល័យចាប់ផ្ដើមមាននៅតាមខេត្ត